Hello សួស្តីអ្នកនរគ្នាខ្ញុំកៃសិនជួបគ្នាម្ដងទៀតហើយហើយថ្ងៃនេះយើងនឹងមករៀនអំពី wearable ឬក៏គេហៅថាអថេអូខេ so ជាដំបូងយើងគ្រាន់តែបង្កើត script មកហើយតមកវាចេញផ្ទាំងចេះហើយយើងគ្រាន់លុបចោលទៅហើយខ្ញុំនឹងនិយាយអំពីអថេបន្តិចអថេហ្នឹងយើងប្រើសម្រាប់ផ្ទុកតម្លៃអីចឹងណាដូចបានន័យថាយើងយកប្រអប់នឹងមួយយកមកទុកសម្ភារៈរបស់យើងដើម្បីផ្ទុកនៅតម្លៃអូខេ so មុនដំបូងយើងសរសេរថា logo ជាដំបូងយើងត្រូវតែសរសេរ logo ហ្មងហើយតមកយើងដាក់ theme យើងចង់ដាក់អី my name my name ចឹងមកហើយយើងចង់ឈ្មោះអីឈ្មោះអីក៏បានដែរយើងសរសេរអាចុច2ចឹងមកដោយសារអក្សរគឺជា string យើងត្រូវសរសេរអាចុច2ហ្នឹងហ្មងហើយតមកយើងសរសេរ Kaizen តែប៉ុណ្្នឹងឯងហើយទៅពេលខ្ញុំ print my print អថេហ្នឹងមកឥឡូវខ្ញុំទៅ print អថេវានឹងចេញ Kaizen ហើយមួយទៀតបើខ្ញុំសរសេរតារាមកហើយខ្ញុំដាក់អថេឈ្មោះថាដាក់អថេថាnumber ខ្ញុំចង់សរសេរលេខ5អ្នកទាំងអស់គ្នាដឹងហើយថា number យើងមិនបាច់សរសេរអាចុច2ទេព្រោះ number វាមិនមែនជា string ទេអញ្ចឹងយើងត្រូវតែសរសេរតែដាក់លេខដែលយើងចង់ដាក់មកលេខប៉ុន្មានក៏បានដែរសិតតែយើងចង់ដាក់ហើយតមកយើងសាក់ print ទៅ print my number សរសេរ print number យើងមិនបាច់ដាក់ចុច2ទេព្រោះអីយើង print អថេរបស់យើងទេអញ្ចឹងយើងមិនបាច់ដាក់ចុច2យើងក៏សរសេរ number ចឹងមកហើយ print ទៅវាចេញ Kaizen ហើយនឹងលេខ20ហើយនៅមានមួយទៀតខ្ញុំនឹងយកអ្នកទាំងអស់គ្នាដឹងឥឡូវយើងថាខ្ញុំសរសេរ logo ដាក់number 50 number ស្មើនឹង50ហើយ number មួយទៀត number 2ស្មើនឹង30ចុះឥឡូវខ្ញុំសាក់ print ខ្ញុំ print number 1ហើយបូកនឹងជាមួយនឹង number 2ឥឡូវខ្ញុំសាក់ print វានឹងចេញ80ព្រោះខ្ញុំដាក់អថេដាក់ print អថេទី1ហ្នឹងវាចេញ50អថេទី2វាចេញ30ហើយទៅពេលបូកចូលគ្នាទៅវាចេញ80អូខេឥឡូវមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាមានចម្ងល់ចង់ឆ្ងល់អីអាចសួរខ្ញុំបានឬក៏ឆាតចូលក្នុង Discord ខ្ញុំក៏បានដែរណាអូខេបាយបាយ